Ok, số tay bằng cái này mà ngày nay mình chơi chỉ một partner còn comment tham lục class thưa oiแต่ hơi bị đại tiền này có cho comment lời càng nghiệm sinh trẻ đạiประมาณ ngày một nít nhưng mà phục lời càng nghiệm sinh trẻ muối hơi không đây đại nhóm phô ní cứ nhóm cần là cho room update từ lời bong bong này còn chiềng để thưa càng nghe khoác han từ để tôn chỉ mùiនឹងការnghiệp chạy tê để tôn chỉ mùiនឹងគុណភាពការងារđể tôn chỉ mùiនឹងសុខភាពអញ្ចឹងខ្ញុំបានអាប់ដេតចំណុចហ្នឹងទៅសង្ឃឹមថាគាត់ទទួលបាននៅអ្វីដែលវាជាចំណុចខ្វះខាតមកអាប់ដេតទៅលើការងារពួកគាត់បន្ថែមប៉ុន្តែវាមិនមែនបានមកជាចំណុចខ្វះខាតទេតែវាបានចំណុចអវិជ្ជមានដែលគាត់ខមមិនតតងជាមួយនឹងការងារមួយចំនួនគាត់ថាអូឥឡូវខ្ញុំលើកខ្លួនឯងចេះបញ្ហាចុះលុយចេះលុយចុះមូលហេតុចេះមូលហេតុចុះអញ្ចឹងណាចឹងហ្នឹងជាខែមួយដែលអវិជ្ជមានមែនតើសម្រាប់បងប្អូនដែលគាត់ជាជាងធ្វើការងារបច្ចេកទេសប៉ុន្តែគាត់អត់ចូលរួមអាប់ដេតទៅលើចំណេះរបស់ខ្លួនឯងតកតងជាមួយនឹងការងារទាំងអស់ហ្នឹងគាត់បែរជាមកឆ្លើយតបជាមួយនឹងទាំងដែលការងារគាត់គឺវាបែបហ្នឹងនេះជាចំណុចខ្ញុំលើកឡើងហើយបើខ្ញុំមកខ្ញុំជួបជាមួយនឹង client ច្រើនខ្ញុំជួបជាមួយនឹងចាស់ផ្ទះច្រើនគាត់បាន comment ថាគាត់បាននិយាយថាសម្រាប់ជាងខ្មែរនេះខ្ញុំនិយាយលើកឡើងជាងខ្មែរធ្វើការជាមួយនឹងជាងបរទេសអញ្ចឹងជាបរទេសជាងចិត្តខាងខ្ញុំបងប្អូនអ្នកគ្នាប្រហែលជាដឹងហើយមិនបាច់ចាំលើកឡើងរៀបរាប់ច្រើនទេគឺការងាររបស់យើងស្ទើរណាស់ហ្នឹងគាត់និយាយចឹងមកទាំងការងារបច្ចេកទេសទាំងភាពច្បាស់លាស់ទាំងគុណភាពការងារគឺមិនអាចប្រៀបជាមួយគេបានទេហ្នឹងជាចំណុចដែលខ្ញុំទទួលបានពីម្ចាស់ផ្ទះផ្ទាល់ដែលគាត់ feedback ហើយការងារខ្លះគាត់ស្ទើរតែអស់ជំនឿទៅលើជាងខ្មែរយើងបច្ចុប្បន្នមិនថាការងារតាក់ទងជាមួយបណ្ដាញទឹកបណ្ដាញភ្លើងឬក៏បណ្ដាញម៉ាស៊ីនត្រជាក់អញ្ចឹងមានន័យថាគាត់លេងត្រាស់គាត់លេងជឿជាក់អញ្ចឹងសង្ឃឹមថាបងប្អូនអ្នកគ្នាទទួលបានវីដេអូមួយនេះហើយបងប្អូនអ្នកគ្នាគួរតែអាប់ដេតទៅលើការងារខ្លួនឯងបើសិនជាបងប្អូនខ្វះទៅលើជំនាញបងប្អូនអ្នកគ្នាគួរតែរៀនជំនាញបន្ថែមបើបងប្អូនទាំងអស់គ្នាខ្វះទៅលើការងារបច្ចេកទេសខ្វះទៅលើតាក់ទងជាមួយនឹងគុណភាពការងារតាក់ទងជាមួយសុខភាពការងារបងប្អូនអ្នកគ្នាគួរតែទៅធ្វើការងារណាដែលមានទៅលើការងារទាំងហ្នឹងដើម្បីរៀនសូត្របន្ថែមហើយខ្ញុំបញ្ជាក់បងប្អូនអ្នកគ្នាសម្រាប់តម្លៃទៅលើគុណភាពការងារទៅលើបច្ចេកទេសការងារបងប្អូនអ្នកគ្នាយកបាន1គេយកបាន5នេះខ្ញុំលើកឡើងជូនបងប្អូនអ្នកគ្នាបងប្អូនអ្នកគ្នាយកបាន1គេលើកបាន5ព្រោះមូលហេតុអីបានអញ្ចឹងការងារទេទាំងល្បឿនទាំងគុណភាពទាំងបច្ចេកទេសទាំងទំនុកចិត្តអញ្ចឹងគេអាចយកបានតែបើយើងធ្វើការងារតាក់ទងជាមួយល្បឿនក៏យើងខ្សោយតាក់ទងជាមួយបច្ចេកទេសក៏យើងស្ទើរតាក់ទងជាមួយគុណភាពការងារចឹងយើងខ្វះខាតហើយនៅពេលដែលគេចូលរួមអាប់ដេតទៅលើយើងអត់ទទួលស្គាល់យើង feedback ទៅគេវិញទាំងដែលយើងធ្វើការងារបែបហ្នឹងប៉ុន្មានអាហ្នឹងវាជាចំណុចខ្វះខាតរបស់យើងហើយចឹងវីដេអូនេះខ្ញុំមានប៉ុណ្្នឹងទេជូនបងប្អូនទាំងអស់គ្នាហើយបងមានចំណុចណាដែលខ្វះខាតមិនថាវីដេអូមុនឬក៏វីដេអូនេះបងប្អូនទាំងអស់គ្នាខន្តីអភ័យទោសរាល់ចំណុចខ្វះខាតនេះផងអរគុណច្រើនបាយបាយ